ចាសសួស្តីទាំងអស់គ្នាថ្ងៃនេះយើងមករៀនអំពី Pin in ភាសាចិនព្យញ្ជនៈ声母នៅក្នុង声母នេះដែរគឺយើងមាន23តួហើយយើងរៀបជាជួរនេះគឺទៅតាមសំឡេងរបស់វាទាំងអស់គ្នាដើម្បីឲ្យស្រួលចាំអាចរៀនម្ដងមួយជួរសិនថាជួរទី1នេះមានប្រមាណអក្សរមានអក្សរអីគេខ្លះសំឡេងអីគេខ្លះចាំទាំងមាត់ចាំទាំងសរសេរហើយរួចហើយចាំមើលជួរទី2ហើយជួរបន្តបន្ទាប់ទៀតអូខេអញ្ចឹងយើងចាប់ផ្ដើមអក្សរ B នេះអានថាពអក្សរ P អានថាផអក្សរ M អានថាមអក្សរ F អានថាហ្វពផមហ្វអញ្ចឹងជួរទី1នេះមាន4អក្សរមានអក្សរពផមហ្វទាំងអស់គ្នាដើម្បីឲ្យចាំមាត់ព្យាយាមសូត្រវាមើលទៅរៀងចាំហើយឈប់មើលហើយសូត្រម្ដងហើយម្ដងទៀតយើងអត់មើលព្យាយាមសូត្រវាឲ្យចាំមាត់ណាសូត្រចាំមាត់ហើយយើងយកប៊ិចយកសៀវភៅមកសរសេរវាឲ្យចាំដៃមានអក្សរអីខ្លះជួរហ្នឹងហើយសូត្របដាសរសេរបដាសូត្របដាសរសេរបដារហូតដល់ចាំម្ដងទៀតជួរទី1មាន4អក្សរពផមហ្វពផមហ្វចូលដល់ជួរទី2ម្ដងជួរទី2មាន7អក្សរមានអក្សរ D នេះគឺអានថាតអក្សរ T អានថាថអក្សរ N អានថាណអក្សរ L អានថាឡអក្សរ G អានថាកអក្សរ K អានថាខអក្សរ H អានថាហតថណឡកខហតថណឡកខហព្យាយាមអត់មើលហើយអានវាឲ្យចាំមាត់តថណឡកខហសូត្រចាំមាត់ហើយសរសេរវាឲ្យចាំដៃអញ្ចឹងជួរទី2នេះមាន7អក្សរណាសូត្រម្ដងទៀតតថណឡកខហសូត្រចាំនៅបើសូត្រចាំហើយយើងចូលជួរបន្ទាប់ទៀតជួរទី3នេះយើងមានតែ3អក្សរទេមានអក្សរ J នេះអានថាជីអក្សរ Q អានថាឈីអក្សរ H អានថាស៊ីជីឈីស៊ីព្យាយាមសូត្រអត់មើលហើយអានវាឲ្យចាំមាត់ជីឈីស៊ីសូត្រចាំមាត់ហើយសរសេរវាឲ្យចាំដៃជីឈីស៊ីតោះពីជួរទី1មកម្ដងទៀតពផមហ្វតថណឡកខហជីឈីស៊ីមិញតែទាំងអស់គ្នាបានរៀនហើយជួរទី1មាន4អក្សរជួរទី2មាន7អក្សរជួរទី3មាន3អក្សរចាំឲ្យនៅព្យាយាមសូត្រវាឲ្យចាំមាត់ហើយសរសេរឲ្យចាំដៃណាវីដេអូក្រោយយើងនឹងរៀនពីជួរទី4និងជួរទី5បន្តទៀត